Đó cứ giờ mà mấy cái đi vào chơi biết cho đó là party 3នេះគឺparty 3ឬ party 3គឺប្រធាននេះគឺ 2x 2x គុណជាមួយនឹង y ក្រេដក 5dx បូកឲ្យ2គុណជាមួយនឹង y គុណជាមួយនឹង y បូកឲ្យ 6dy យើងដឹងថាសម័យកាលដែលមានតម្រងបែបនេះយើងតាំងអានេះគឺ m នេះតាំង m យើងតាំង m នេះតាំង n តាំងវាដោយ n អញ្ចឹងគឺបងជិះតេស្តមកសម័យកាលដែលមានតម្រងបែបនេះគឺយើងតេស្តមើលថាយក m derivative យើងយក m នេះ derivative ធៀបនឹង y បាននេះយើងបាន 4x y ណាបាទ derivative នៃ m នេះ derivative នៃ m ហ្នឹងធៀបជាមួយ y យើងបាន 4 x y ហើយយក n នេះ derivative ធៀប x យើងបាននេះយើងបាន 4x y ដែរអញ្ចឹងយើងឃើញថាវាស្មើគ្នាបើស្មើគ្នាប្រថាវា exact នេះគឺថាderivative នៃ m នេះderivative នៃ m ធៀបនឹង y ណា derivative m ធៀបនឹង y derivative m ស្មើនឹង derivative m ធៀបនឹង y ស្មើនឹង derivative នៃ n derivative នៃ n ធៀបនឹង x បើសិនជាវា derivative នៃ m ធៀបនឹង y ស្មើ derivative នៃ n ធៀបនឹង x ប្រាប់ថាសម័យកាលនេះ exact បើសម័យកាល exact ប្រាប់ថាយើងបំពាក់ integral សងខាងមកយើងបំពាក់ integral សងខាងទៅគេនិយាយ integral មកអញ្ចឹងយើងបាននេះគេយើងបាន integral នេះគឺធៀបជាមួយនឹង x ដោយសារ dx យើងថា integral ធៀប x អញ្ចឹងយើងបាននេះ integral ធៀប x យើងបានដូចជាអានេះគឺ integral នៃ 2x y ក្រេនេះបានដូចជា x ក្រេគុណជាមួយនឹង y ក្រេហើយ integral ដល់ 5x យើងបានដូចជា integral ដល់ 5យើងបានដល់ 5x បូកឲ្យ z នៃ y ដោយសារ integral ធៀប x យើងដឹងណា integral ធៀប x គឺintegral ធៀប x integral ធៀប x គឺមានន័យថាបូកជាមួយនឹង z y អាហ្នឹងយើងតាំង c អងក៏បានតាំងវាទៅ c អងក៏បានប្រហែលគឺ integral នេះគឺធៀបជាមួយ y អញ្ចឹងបាននិយាយ integral នៃ 2x ក្រេគុណជាមួយនឹង y ធៀបជាមួយនឹង y យើងបានដូចជាx ក្រេគុណជាមួយនឹង y ក្រេបូកឲ្យនេះគឺintegral នៃ 6នេះបានដូចជា 6y ដោយសារ integral ធៀប y ហើយក៏បូកខាសនៃ x ដោយសារ integral ធៀប y នេះយើងតាំងវាទៅ c ដឺក៏បានដែរខាស x នេះមកយើងបាននេះគេយើងបានc នេះវាស្មើនឹងខាសដល់ c វាស្មើខាសដល់ c នេះវាស្មើខាសដល់ c អញ្ចឹងយើងបាននេះយើងឃើញថា x អានេះ x ក្រេនេះ y ក្រេនេះ x ក្រេ y ក្រេអញ្ចឹងវាដូចគ្នាយកទៅមួយគេសួរថា x ក្រេនេះ x ក្រេគុណ y ក្រេសារអង្គនេះមាន x ក្រេ y ក្រេដែរអង្គនេះមាន x ក្រេ y ក្រេដែរយកទៅមួយតាមមកនេះគឺដក 5x ដក 5x នឹងទីទេនេះឃើញថាដក 5x ពេលអង្គនេះគឺដកបូក 6y ក្រេអញ្ចឹងយើងយកវាមកបូក 6y ក្រេស្មើនឹង c អាហ្នឹងមានន័យថាយើងមិនមែនបោះមកណាគឺយើងយកវាថាយកនេះមានន័យថាអត់មានការបោះឆ្លងទេយើងបោះតែ z ទៅហេតែហាដល់ z នេះស្មើនឹង c ណានេះយើងអាចទៅ c បានបែបនេះគឺជាចម្លើយនៃសមីការទីរកចេញវិញយើងនេះគឺដក 5x នេះគឺ y យើងអាចទៅ c បែបទីបែបគឺវាដូចគ្នាយកទៅមួយហើយវាហ្នឹងយើងយកវាមកផ្ទឹមគ្នាចឹងមកហើយតែវាស្មើ c តែផ្ទឹមនេះមានថាមិនមែនទីយើងបោះមកអង្គវាមិនមែនបោះមកឆ្លងស្មើណាវាយកវាតែម្ដងយើងអត់មានដូរសញ្ញាវាទេបើសិនជាយើងគិតថាបោះមកដកអង្គនេះដកត្រូវវាសញ្ញាដកតែវាមិនមែនបោះទេណាតែយើងយកវាប្រដាក់ផ្ទឹមគ្នាបែបនេះស្មើ c នេះគឺខាសដល់ c វាថាយើងបោះតែ c ទៅហើយហ្នឹងយើងអត់បោះឲ្យយកវាប្រដាក់តែម្ដង